អូនសុពីលីអាសាឈឺបន្តិចដោយសារថើបម៉ាក់កូនទី1ខ្ញុំអត់ដែលឈឺទេនិយាយទៅតាំងពីតូចមកដោយសារពួកគាត់មកដោះចឹងគាត់ឈឺម្ដងហើយគាត់ប៉ុន្តែកូនទី2រៀងអាសាឈឺដោយសារមានសុវិភូចឹងទៅសុវិភូថើបប្អូនលើកមុនទៅបានមួយខែហ្នឹងថើបទៅគាត់ឈឺម្ដងឆ្លងពីអាបងហើយលើកនេះឈឺឆ្លងពីប៉ាគេម្ដងហើយហ្នឹងគាត់ឈឺហ្នឹងក្តៅខ្លួនតែម្ដងបើកាលមួយខែពេលឆ្លងហ្នឹងអត់ក្តៅខ្លួនទេប៉ុន្តែពិបាកដកដង្ហើមអីចឹងទៅយើងក៏ដាក់ចំហាយទឹកឲ្យគាត់គេងចំហៀងអីចឹងទៅគាត់ធូរប៉ុន្តែលើកនេះក្តៅខ្លួនអស់ពីក្តៅខ្លួនគាត់នៅដកដង្ហើមមកមាន slash ចឹងម៉ាក់ពេលយើងស្ទាបដើមទ្រូងគាត់ទៅអញ្ចឹងវាលឺសលេងហើយខឺតយកមកអញ្ចឹងពេលដែលយកទៅពេទ្យឲ្យគេងប៉ុន្តែពេទ្យឲ្យគេងតែ2យប់ឲ្យម៉ាក់ថត X-ray ថតអីទៅបន្ទាប់ពីដាក់ថ្នាំដាក់អីទៅបានគ្រាន់លឿនអញ្ចឹងពេទ្យឲ្យឆាប់មកផ្ទះវិញព្រោះគាត់នៅតូចខ្លាចលោឆ្លងជំងឺពីក្មេងធំម៉ាក់ទាំងអស់គ្នាមែនទេដែលបានជូនពរឲ្យអូនឆាប់ជានិយាយទៅអូនធូរច្រើនណាស់ឥឡូវលេងទៀត